មិនអីទេអ្នកអង្គម្ចាស់ទោះបីជាយ៉ាងណាក៏ខ្ញុំមិនអាចមានកូនបានដែរព្រោះខ្ញុំបានផឹកទឹកភ្នែកទេមច្ឆាហើយវាមិនមែនរឿងមានកូននោះទេអ្វីដែលសំខាន់ខ្ញុំមិនចង់ឲ្យនាងពាក់ព័ន្ធជាមួយនឹងវាសនាដ៏អាក្រក់របស់ខ្ញុំឡើយគឺខ្ញុំនឹងនៅក្បែរអ្នកអង្គម្ចាស់វាគឺជាការសម្រេចចិត្តរបស់ខ្ញុំចង់នៅក្បែរអ្នកអង្គម្ចាស់មិនថាខ្ញុំត្រូវលះបង់ប៉ុណ្ណាទេអែលនាងអាចនឹងស្ដាយក្រោយណាទេខ្ញុំនឹងមិនស្ដាយក្រោយជាដាច់ខាតរឿងអ្នកជំនួសកូនក្រមុំរដូវកាលទី1ភាគទី11ដល់ភាគទី20ខ្ញុំមានអារម្មណ៍ថាក្តៅណាស់អារម្មណ៍នេះគឺពិតជាខុសពីពេលមុនម៉ែតអែលវីតើនាងកំពុងតែចង់ធ្វើអីណាខ្ញុំពិតជាមិនដឹងថារឿងរ៉ាវទាំងអស់បានដើរទៅតាមពិធីនេះដោយរបៀបណាទេប៉ុន្តែយើងគ្រាន់តែធ្វើទៅតាមអារម្មណ៍ដែលយើងចង់ធ្វើតែប៉ុណ្ណោះនៅពេលនោះដែរអ្នកអង្គម្ចាស់ទ្រីស្តង់នោះក៏បានដាក់ឲ្យព្រះនាងអេលូវីគេវិញបន្ទាប់ហើយព្រះអង្គក៏ចាប់ផ្ដើមធ្វើប្រតិបត្តិការមួយកំណត់ខាងក្រោមទៅលើព្រះនាងនៅពេលនោះព្រះនាងពិតជាមានអារម្មណ៍ថាអស្ចារ្យខ្លាំងណាស់រហូតតតែរមូលដៃរមូលជើងនាងក៏បានគិតថាបើសិនជាពួកខ្ញុំទាំងពីរនាក់លេងទៅដល់កម្រិតនេះទៅហើយមើលទៅចារកម្មដែលនៅក្នុងផ្ទះនេះគេនឹងមិនសង្ស័យពីពួកយើងទៀតទេបន្ទាប់ហើយអ្នកអង្គម្ចាស់ទ្រីស្តង់ក៏បានបញ្ចេញនូវភាពហត់នឿយហើយនិយាយថាខ្ញុំឆ្ងល់ណាស់ឲ្យតែពេលចប់ពេលណាញើសតែងតែដេកលក់ស្រួលរហូតតែម្ដងអ្នកអង្គម្ចាស់ក៏ងើបដើរចេញហើយស្លៀកសម្លៀកបំពាក់ហើយមានអារម្មណ៍ថាអស់កម្លាំងនឹងនៅហូរញើសគាត់ក៏បាននិយាយតិចថាហើយអំបែងមិញនេះពិតជាដូចជាមនុស្សឈួនអញ្ចឹងលុះព្រឹកឡើងនៅពេលដែលព្រះនាងអេលូវីបានភ្ញាក់វិញនោះនាងឃើញថាខ្លួនរបស់នាងហើយនឹងក្រែគឺរញ៉េញ៉ៃណាស់នាងឆ្ងល់ថាយប់មិញនេះនាងបានគិតអីហេតុអីបានជានាងអាចធ្វើរឿងនេះបានគ្រប់យ៉ាងគឺមកពីស្រាយប់មិញនោះមកពីខ្ញុំផឹកស្រាច្រើនពេកទើបធ្វើឲ្យខ្ញុំអាចធ្វើរឿងបែបនេះបានខ្ញុំពិតជាគ្មានធៀបអៀនខ្មាស់អីបន្តិចសោះហើយនិយាយរួមទៅខ្មាស់គេណាស់យប់មិញមិនដឹងថាធ្វើរឿងអ្វីខ្លះទេលោកអើយខ្មាស់គេខ្លាំងណាស់ហើយថាពេលនេះខ្ញុំជួបមុខជាមួយអ្នកអង្គម្ចាស់យ៉ាងម៉េចទៅពិតជាអៀនមែនតែនមើលទៅតើអ្នកនាងកំពុងតែគិតអីហ្នឹងសួស្ដីមើលទៅមុខរបស់អ្នកនាងហាក់បីដូចជាកំពុងសួរខ្ញុំថាតើខ្ញុំជាអ្នកណាខ្ញុំឈ្មោះ Lowell នៅពេលនោះ Lowell ក៏បានហុចកូនកាដូតូចមួយយកទៅឲ្យព្រះនាង Elovie ព្រះនាង Elovie ក៏បានឆ្ងល់ថាមើលទៅបុរសម្នាក់នេះជាអ្នកណាទៅតែមើលទៅគេហាក់បីដូចជាមិនមែនក្រុមអ្នកអភិជនទេគេក៏បាននិយាយថាតើអាចឲ្យខ្ញុំអង្គុយក្បែរអ្នកនាងបានដែរទេខ្ញុំតែងតែចង់ជួបជាមួយនឹងអ្នកនាងយូរមកហើយដឹងដែរទេហេតុអីបានជាលោកចង់ជួបខ្ញុំបែបនេះពិតប្រាកដណាស់ដោយសារតែអ្នកនាងគឺជាមនុស្សស្រីទី1ដែលបានយកព្រំចារីរបស់អ្នកអង្គម្ចាស់របស់ខ្ញុំនោះអីដូច្នេះខ្ញុំត្រូវតែមកមើលមុខអ្នកផ្ទាល់បែបនេះហើយលោកនិយាយថាម៉េចកុំប្រាប់ខ្ញុំណាថាអ្នកនាងក៏អត់ដឹងដែរនោះហេតុអីបានជាលោកដឹងរឿងនេះចុះអ្នកនាងមិនសង្កេតមើលទេថាមនុស្សដែលតិចដូចជាគោលឈើដូចជាអ្នកអង្គម្ចាស់របស់ខ្ញុំនោះដែលហ៊ានទៅប៉ះស្រីងាយពីមុនមកទៅអ្នកនាងមើលទៅប្រហែលជាធ្វើពុតជាមិនដឹងទេបើសិនជាខ្ញុំឮសំឡេងចេញពីបន្ទប់កូនក្រមុំម្លឹងនោះនៅពេលនោះអ្នកបម្រើស្រីអេណាក៏បានលួចស្ដាប់ពួកគេនិយាយគ្នាដោយក្តីច្រណែនបុរសឈ្មោះ Lowell នេះជាអ្នកណាអពិតប្រាកដទៅបែរជានាំខ្ញុំមកនិយាយរឿងបែបនេះទៅវិញប៉ុន្តែពិតទៅមួយក៏អត់ណោះដែលអ្នកអង្គម្ចាស់ពិតជាមនុស្សមិនធ្លាប់មានបទពិសោធន៍អីម្ដងសោះអញ្ចឹងមានន័យថាស៊ីនប៉ះស៊ីនហើយប៉ុន្តែបើសិនជានៅក្នុងករណីនេះមែនខ្ញុំគិតថាគាត់ក៏មានជំនាញខ្លាំងនៅលើក្រែផងដែរនៅពេលនោះក៏ស្រាប់តែមានថូបការមួយបានធ្លាក់មកចំព្រះនាង Elovie ហើយស្រាប់ពេលនោះអ្នកអង្គម្ចាស់ទីស្តង់ក៏បានដើរចុះពីកម្មចន្ទាមកផងដែរឃើញថាថូនោះបានធ្លាក់មិនចំព្រះនាងទេគ្រាន់តែវិសនឹងត្រូវតែប៉ុណ្ណោះតើថូនេះពិតជាធ្លាក់មកពីខាងលើមែនទេឬមួយក៏មានអ្នកចង់ទម្លាក់ចុះក្រោមតើនាងមិនអីទេតើនាងមានឈឺកន្លែងណាដែរទេអ៊ីវ៉ាន់ស្ដាប់បញ្ជារបស់ខ្ញុំឆាប់ទៅស្វែងរកមនុស្សដែលមានចេតនាធ្វើឲ្យកូនក្រមុំរបស់ខ្ញុំត្រូវរបួសភ្លាមពេលដែលរកឃើញហើយត្រូវនាំគេមកជួបខ្ញុំឲ្យបានលឿនជាទីបំផុតគឺអ្នកអង្គម្ចាស់ទ្រីស្តង់និយាយដោយពាក្យកាយតែម្ដងពួកឯងតើមានបានឃើញអ្នកអង្គម្ចាស់ដែរទេឬមួយក៏ពិតជាដូចពាក្យចាមរាមគេនិយាយមែនថាកូនក្រមុំចំនួនមួយនេះគឺនឹងខ្លាយទៅជាប្រពន្ធពិតរបស់គាត់លោកឆាប់តាក់ខ្ញុំចោះទៅខ្ញុំអាចដើរដោយខ្លួនឯងបានខ្ញុំគិតថាជើងរបស់នាងឡើងញ័រទៅហើយតែមាត់របស់នាងពិតជាខ្លាំងណាស់ស្ងាត់បន្តិចទៅនៅក្នុងរំពងដៃរបស់ខ្ញុំអាចនឹងមានសុវត្ថិភាពចំពោះនាងបន្ទាប់ហើយអ្នកអង្គម្ចាស់ក៏បានបីព្រះនាង Elovie ទៅគេងលើក្រែគាត់បាននិយាយថាមើលទៅនាងដូចជាមិនមានរបួសធ្ងន់ធ្ងរអីទេប៉ុន្តែមើលទៅប្រហែលជានាងត្រូវផិតភ័យហើយខ្ញុំគិតថាខ្ញុំមិនអីទេណាមួយអ្នកអង្គម្ចាស់ក៏មានការងារទៅធ្វើច្រើនដែរដូច្នេះមិនចាំបាច់នៅជាមួយនឹងខ្ញុំទេតែខ្ញុំគ្រាន់តែចង់សួរនាងថាតើនាងនៅងុយគេងទៀតទេហ៎តើគាត់និយាយនេះចង់បានន័យថាម៉េចឬមួយក៏គាត់កំពុងតែអៀនតើបានជាគាត់និយាយអីដូចជាស្ដាប់មិនយល់តតែសោះគឺខ្ញុំបានផ្ញើវិធីព្យាបាលកុំឲ្យនាងឧស្សាហ៍ងុយគេងពេកដែលខ្ញុំផ្ញើតាមរយៈ Lowell យកមកឲ្យនាងនោះតើនាងបានទទួលហើយឬនៅ Lowell អូគឺជាបុរសដែលខ្ញុំជួបនៅក្នុងសួនច្បារនោះតាអូតាមពិតមនុស្សដែលផ្ញើឲ្យខ្ញុំពិតប្រាកដគឺជាអ្នកអង្គម្ចាស់សោះ
តាឡូវែនោះជាអ្នកណាពិតប្រាកដដែរទៅគាត់គឺជាអ្នកទទួលបន្ទុកផ្នែកព័ត៌មានខ្ញុំបានជួលគាត់ដោយផ្ទាល់ខ្លួននៅពេលនោះព្រះនាងក៏បាននឹកឃើញពីអិយាបថរបស់លោកឡូវែលដែលធ្វើឲ្យនាងគិតថាមើលទៅគាត់គឺជាមនុស្សដែលដឹងច្រើនណាស់តែគ្រាន់តែគាត់ធ្វើនិយាយកំ pl ែងតែប៉ុណ្ណោះបន្ទាប់ហើយអ្នកអង្គម្ចាស់ក៏បាននិយាយថាខ្ញុំដឹងថាឡូវែលចូលចិត្តនិយាយអត់ប្រយោជន៍ច្រើនណាស់បើសិនជាគាត់និយាយអីមិនល្អចំពោះនាងឲ្យខ្ញុំសូមអភ័យទោសជំនួសគាត់ផងអត់ទេមិនអីទេមិនចាំបាច់សុំទោសអ្វីទាំងអស់ជាទូទៅអ្នកអង្គម្ចាស់ទ្រីស្តង់ដូចជាខ្ញុំគឺតែងតែស្ងៀមស្ងាត់ណាស់រហូតតតែគេដាក់ងារថាជាមនុស្សតកកនៅពេលដែលអ្នកអង្គម្ចាស់កំពុងនិយាយនោះអ៊ីវ៉ាន់ក៏បានគោះទ្វារគេក៏បានរាយការណ៍ថាគេចាប់បានមនុស្សដែលទម្លាក់ថោបការចំអ្នកនាងអេឡូវីហើយលែងខ្ញុំទៅគឺជានាងគឺជាមនុស្សម្នាក់ដែលធ្លាប់ណែនាំខ្ញុំឲ្យទៅប៉មយាមនៅឯព្រៃខាងលិចនោះហើយក្នុងចំណោមអ្នកបម្រើទាំងអស់មានតែនាងទេដែលចិត្តល្អហើយនឹងមើលថែខ្ញុំបានល្អជាងគេឬមួយក៏រយៈពេលមួយខែនេះការមើលថែរបស់នាងគឺជាទង្វើคล้ายទេឈប់សិនអ្នកទាំងអស់គ្នាខ្ញុំគិតថាមើលទៅអ្នកទាំងអស់គ្នាប្រហែលជាយល់ច្រឡំទៅលើនាងហើយមិនមានការយល់ច្រឡំទេខ្ញុំបានឃើញនាងទម្លាក់ថូបការចុះក្រោមដោយផ្ទាល់ភ្នែករបស់ខ្ញុំបានឃើញនាងកាន់ថូបការឈរនៅក្បែរបង្កាន់ដៃហើយរងចាំឲ្យកូនក្រមុំដើរកាត់ទីនោះនាងនឹងទម្លាក់ថូបការនេះគឺជាកូនកន្សែងដែលខ្ញុំបានរកឃើញនៅកន្លែងកើតហេតុគាត់កុហកកូនកន្សែងនេះពិតជារបស់ខ្ញុំមែនប៉ុន្តែខ្ញុំមិនបានទម្លាក់ថូបការប៉ុនប៉ងធ្វើបាបកូនក្រមុំឡើយហើយបើសិនជាអ្នកនាងមានបញ្ហាអីនោះខ្ញុំក៏ច្បាស់ជាត្រូវទណ្ឌកម្មដូចគ្នាដូច្នេះហេតុអីបានជាខ្ញុំត្រូវធ្វើរឿងនេះនៅពេលដែលមានឧបទ្ទវហេតុនៅឯប៉មយាមខាងលិចនោះខ្ញុំក៏កើតក្តីឆ្ងល់ក្នុងចិត្តដែរថាកូនក្រមុំគ្រាន់តែនៅក្នុងបន្ទប់សោះហេតុអីបានជានាងអាចរកផ្លូវទៅទីនោះឃើញហើយអ្វីដែលសំខាន់គឺមិនមាននរណាបានឃើញកូនក្រមុំចាក់ចេញពីប្រាសាទឡើយនៅពេលដែលកូនក្រមុំបានត្រឡប់មកវិញគឺមានទាំងរបួសទៀតផងវាពិតជាធ្វើឲ្យខ្ញុំងឿងឆ្ងល់ខ្លាំងណាស់ដូច្នេះរឿងនេះច្បាស់ជាមាននរណាម្នាក់រៀបចំគម្រោងនៅពីក្រោយនាងគឺអាណានាងគឺជាអ្នករៀបចំគម្រោងដើម្បីធ្វើបាបកូនក្រមុំគឺនាងចំណាយនឹងកូនក្រមុំដោយសារតែមានកូនក្រមុំនាងនឹងបាត់បង់ឱកាសបម្រើអ្នកអង្គម្ចាស់នៅពេលយប់នាងប្រហែលជាគិតថាបើសិនជាកូនក្រមុំត្រូវស្លាប់នោះនាងនឹងអាចក្លាយទៅជាមនុស្សស្រីកំណានរបស់អ្នកអង្គម្ចាស់បានមើលទៅនាងគឺពិតជាស្រីល្ងងណាស់ដែលមិនស្គាល់ថាខ្លួនឯងជាអ្នកណានៅទីតាំងណាថាម៉េចអ្នកអង្គម្ចាស់គឺផ្ដល់ឱកាសឲ្យនាងចូលបម្រើគាត់នៅពេលយប់ខ្ញុំគិតថាខ្ញុំពិតជាមិនចង់ឮរឿងទាំងអស់នេះទេមនុស្សដែលប៉ុនប៉ងធ្វើបាបភ្ញៀវឬមួយក៏កូនក្រមុំរបស់ខ្ញុំនៅក្នុងផ្ទះរបស់ខ្ញុំដោយគ្មានការបញ្ជាពីខ្ញុំនោះចាប់ពីពេលនេះទៅខ្ញុំនឹងបណ្ដេញនាងឲ្យចេញពីផ្ទះរបស់អ្នកអង្គម្ចាស់ជារៀងរហូតមិនអាចវិលចូលភូមិគ្រឹះនេះបានឡើយទេអ្នកអង្គម្ចាស់ខ្ញុំសូមអភ័យទោសឲ្យខ្ញុំផងសូមលើកលែងទោសឲ្យខ្ញុំម្ដងទៅសូមខ្ញុំមិនមែនជាអ្នកធ្វើទេព្រះអើយតើនៅក្នុងពិភពលោកនេះមានរឿងអ្វីកើតឡើងទៅតើពិតជាអាណាអ្នកធ្វើមែនអត់ទីបំផុតនាងត្រូវបានបណ្ដេញចេញពាក្យថាស្រីល្ងងដែលមិនដឹងថាខ្លួនឯងឈរនៅកម្រិតណាឲ្យពិតប្រាកដមើលទៅហាក់បីដូចជាគេកំពុងតែថាឲ្យខ្ញុំអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំក៏មិនខុសពីអ្នកបម្រើដែរដោយសារខ្ញុំគ្រាន់តែជាកូនក្រមុំខ្លែងខ្លាយទោះបីជាពេលនេះអ្នកបម្រើត្រូវបានទទួលទណ្ឌកម្មក៏ដោយអស់រយៈពេល1ខែដែលខ្ញុំនៅតែឈរជើងជាកូនក្រមុំដដែលខ្ញុំគិតថាពេលនេះគឺជាឱកាសល្អសម្រាប់ខ្ញុំដោយសារតែអ្នកអង្គម្ចាស់ជាប់រវល់ជាមួយនឹងភ្ញៀវខ្ញុំត្រូវតែរកឲ្យឃើញនៅចំណុចខ្សោយរបស់អ្នកអង្គម្ចាស់ឲ្យបានដើម្បីយកបេះដូងរបស់គាត់គិតហើយពនាងអេឡូវីក៏បានដើរទៅបន្ទប់របស់អ្នកអង្គម្ចាស់ទ្រីស្តង់នាងក៏បានដើរទៅជិតហើយក៏ផ្អែកទៅលើអ្នកអង្គម្ចាស់ទ្រីស្តង់គាត់ក៏បានសួរថាតើមានរឿងអីហេតុអ្វីបានជានាងមកទីនេះនៅម៉ោងនេះទៅវិញគឺខ្ញុំមានរឿងមួយចង់ប្រាប់លោកខ្ញុំគិតថាខ្ញុំអាចដឹងថាអ្នកណាជាចារកម្មដែលមកពីរាជវាំងហើយនាងអាចកំណត់ដឹងថាអ្នកណាជាចារកម្មតើជាអ្នកណាបើខ្ញុំស្មានខុសទេគ្មានអ្នកណាក្រៅពីថ្ងៃនេះអ្នកអង្គម្ចាស់ទ្រីស្តង់បានបណ្ដេញអ្នកបម្រើស្រីជាម្នាក់បន្ទាប់ពីនាងបានព្យាយាមធ្វើបាបកូនក្រមុំនៅពេលដែលចារកម្មនោះបានព្យាយាមសរសេរសម្បត្តិដើម្បីឲ្យព្រាបនាំសារផ្ញើទៅកាន់ព្រះបរមរាជវាំងនោះលោកអ៊ីវ៉ាន់ក៏បានយកដាវមកចាក់សម្លាប់មនុស្សដែលជាចារកម្មស្រីនោះបានស្លាប់បាត់ទៅចារកម្មគ្មានអ្នកណាឆ្លើយទេគឺជាមេស្រីអ្នកបម្រើនៅក្នុងផ្ទះរបស់អ្នកអង្គម្ចាស់ទ្រីស្តង់តើនាងអាចប្រាប់ខ្ញុំបានទេហេតុអីបានជានាងអាចដឹងថាគេគឺជាចារកម្មនោះនៅក្នុងថ្ងៃនោះនៅពេលដែលថូបផ្កាបានធ្លាក់ចំខ្ញុំបានធំក្លិនផ្កាជាច្រើនប៉ុន្តែនៅក្នុងថូនោះបែរជាមិនមានផ្កាទៅវិញជាក់ស្ដែងណាស់វាគឺជាក្លិនខ្លួនរបស់មេក្រុមអ្នកបម្រើស្រីនោះនៅពេលដែលអ្នកអង្គម្ចាស់កំពុងតែកាត់ក្តីទៅលើអ្នកបម្រើស្រីព្យាយាមយកថូបផ្កាទម្លាក់លើខ្ញុំនោះក្លិននោះក៏បានមកម្ដងទៀត
ហើយខ្ញុំក៏ចាំក្លិននោះបានយ៉ាងច្បាស់វាដូចគ្នាទៅនឹងក្លិនផ្កាដែលធ្លាក់មកនោះហើយនៅពេលនោះក៏ធ្វើឲ្យខ្ញុំកើតក្តីសង្ស័យចំពោះមេក្រុមអ្នកបម្រើស្រីមួយនេះដោយសារតែគាត់បាននិយាយថាអេណាបានឃើញខ្ញុំនៅក្នុងបន្ទប់ជាមួយអ្នកអង្គម្ចាស់មានន័យថាគាត់ក៏បានធ្វើការស៊ើបអង្កេតពីការចេញចូលរបស់អ្នកអង្គម្ចាស់នៅក្នុងបន្ទប់ខ្ញុំរៀងរាល់យប់ដូចគ្នានៅពេលនោះអ៊ីវ៉ាន់ក៏បាននិយាយថាអ្នកនាងពិតជាឆ្លាតណាស់បើសិនជាមិនមានអ្នកនាងទេពួកខ្ញុំមិនអាចស្វែងរកចារកម្មនេះឃើញឡើយខ្ញុំរីករាយណាស់នៅពេលដែលខ្ញុំបានជួយខ្ញុំនឹងជួយនៅអ្វីដែលខ្ញុំអាចជួយបានខ្ញុំមិនរំខានអ្នកទាំងពីរទៀតទេអ្នកទាំងពីរអញ្ជើញធ្វើការពិភាក្សាគ្នាបន្តទៀតចោះទាំងអស់នេះគឺជាសម្បត្តិដែលអ្នកបម្រើស្រីនោះសរសេរផ្ញើសារតាមព្រៀបមែនទេតាមរយៈសម្បត្តិនេះខ្ញុំអាចដឹងថានាងគឺផ្ញើសារទៅកាន់ព្រះអង្គម្ចាស់រីឆាតទី3ពិតមែនហើយតើអ្នកអង្គម្ចាស់នឹងគិតយ៉ាងម៉េចបន្តខ្ញុំនឹងស៊ើបអង្កេតរកឃើញថាហេតុអីបានជាព្រះអង្គម្ចាស់ឲ្យគេមកស៊ើបអង្កេតរវាងទំនាក់ទំនងរបស់ខ្ញុំហើយនឹងកូនក្រមុំហេតុអីបានជាគាត់ចង់ដឹងពីកិច្ចការរបស់ខ្ញុំនៅក្នុងបន្ទប់ផ្សំទំនេររបស់ខ្ញុំទៅវិញមិនមែនទេណាអ្នកអង្គម្ចាស់ខ្ញុំចង់សួរអ្នកអង្គម្ចាស់ថាតើអ្នកអង្គម្ចាស់គិតយ៉ាងម៉េចទៀតចំពោះអ្នកជំនួសកូនក្រមុំនេះគឺខ្ញុំចង់មានន័យថាអ្នកអង្គម្ចាស់បានដឹងហើយថាគេលួចដូរកូនក្រមុំដូច្នេះខ្ញុំចង់ដាក់ពាក្យមិនដឹងទៅកាន់ប្រទេសហ៊ីណាដែលគេមើលងាយប្រមាថទៅដល់អ្នកអង្គម្ចាស់បែបនេះខ្ញុំសូមនិយាយដោយស្មោះត្រង់ចោះខ្ញុំមិននឹកស្មានថាចារកម្មគឺជាមេក្រុមស្រីអ្នកបម្រើហើយអ្វីដែលធ្វើឲ្យខ្ញុំនឹកស្មានដល់ទៀតនោះអ្នកដែលអាចរកចារកម្មនេះឃើញគឺជាអ្នកជំនួសកូនក្រមុំទៅវិញអ្វីដែលសំខាន់នៅពេលដែលនាងបានដឹងពីរឿងនេះនាងសុខចិត្តរាយការណ៍ប្រាប់ពួកយើងទោះបីជារឿងនេះវាមិនពាក់ព័ន្ធជាមួយនឹងនាងក៏ដោយដំបូងឡើយខ្ញុំពិតជាមិនចូលចិត្តនាងទេប៉ុន្តែនៅពេលដែលខ្ញុំបានឃើញថានាងគឺជាមនុស្សឆ្លាតហើយក៏ជាមនុស្សដែលអាចកត់សម្គាល់ឃើញនៅចារកម្មស្រីម្នាក់នេះបានខ្ញុំមានអារម្មណ៍ថានាងក៏ល្អចំពោះអ្នកអង្គម្ចាស់ដែរបានហើយឯងកំពុងតែនិយាយច្រើនពេកខ្ជិះខ្ជាពេលវេលាពេកហើយបើសិនជាឯងចង់និយាយអ្វីនោះសូមនិយាយឲ្យចំមកកុំនិយាយបងវៀងដានច្រើនពេកគឺខ្ញុំដឹងថាអ្នកអង្គម្ចាស់ពិតជាពិបាកយកនរណាម្នាក់ឲ្យនៅក្បែរអ្នកអង្គម្ចាស់ខ្លាំងណាស់បើទោះបីជាអ្នកអង្គម្ចាស់យកបែបប្រនាងកាត្រីណាមកធ្វើជាភរិយាក៏ដោយក៏ការរឹតបន្តឹងផ្នែកនយោបាយនិងការទូតច្បាស់ជាមានចំពោះអ្នកអង្គម្ចាស់ឯងនិយាយនេះក៏សមហេតុផលដែរដូច្នេះយោបល់របស់ខ្ញុំគឺកុំបញ្ជូនអ្នកជំនួសកូនក្រមុំទៅកាន់ប្រទេសហ៊ីណែវិញគឺត្រូវតែទុកនាងនៅក្បែរខ្លួនអ្នកអង្គម្ចាស់ទើបជាការប្រសើរអ្វីដែលសំខាន់បើសិនជានាងមានផ្ទៃពោះហើយបង្កើតបានកូនប្រុសនោះវាគឺជាហេតុផលដែលនាងអាចនៅបន្តផ្ទះរបស់អ្នកអង្គម្ចាស់បានទៀតទុកនាងឲ្យនៅក្បែរខ្លួនខ្ញុំម៉េចហើយខ្ញុំមិននឹកស្មានថាគំនិតរបស់ខ្ញុំវាល្អបែបនេះសោះ2 ខែកន្លងផុតទៅតាមដែលខ្ញុំកំណត់សង្កល់នោះនាងគឺជាលោកយាយចាស់ពិការភ្នែកនោះមែនទេតើហេតុអីបានជាលោកមកទីនេះតាមឋានៈរបស់លោកមិនសមមកទីនេះទេខ្ញុំបានឮថាអ្នកមានសមត្ថភាពក្នុងការស្វែងរកទឹកភ្នែករបស់នាងទេពច្ឆាដោយសារទឹកភ្នែករបស់នាងទេពច្ឆាអាចធ្វើឲ្យមនុស្សបាត់បង់សមត្ថភាពក្នុងការមានកូនអ្នកអង្គម្ចាស់មានរាជសារមកពីបរមរាជវាំងតែរ៉ូបនេះពិតជាសម្រាប់ខ្ញុំមែនទេទៅហើយអ្នកនាងគឺស្អាតណាស់គឺអ្នកអង្គម្ចាស់ជាអ្នកបញ្ជូនមកទុកជាកាដូសម្រាប់អ្នកនាងអ្នកអង្គម្ចាស់បានផ្ដល់ផ្ញើឲ្យពួកខ្ញុំមើលថែអ្នកនាងបានល្អដូច្នេះបើសិនជាអ្នកនាងមានការអីកុំខ្លាចចិត្តអីហៅពួកខ្ញុំមកណាមើលតើនាងចិត្តល្អណាស់នាងគឺជាអ្នកបម្រើស្រីថ្មីពួកគេទាំងអស់មកគ្នាគិតថាអាណាត្រូវបានបណ្ដឹងចេញដោយសារខ្ញុំហើយអ្នកបម្រើថ្មីនេះគឺគេមកជំនួសការងាររបស់អាណាច្បាស់ណាស់កាដូមួយនេះច្បាស់ជាគុណសម្បត្តិដែលខ្ញុំអាចស្វែងរកចារកម្មឃើញហើយរឿងនេះវាទៅរួចដោយរបៀបណាប៉ុន្តែហេតុអីបានជាលោកអ៊ីវ៉ាន់នៅពេលដែលដឹងថាខ្ញុំមិនមែនជាកូនរបស់ពិតគាត់នៅតែចិត្តអចំពោះខ្ញុំអញ្ចឹងតើអ្នកនាងកំពុងតែស្ដោះខ្ញុំដែរទេអ្នកនាងអេឡូវីសឲ្យខ្ញុំសុំទោសតើលោកអាចនិយាយម្ដងទៀតបានទេគឺនៅក្នុងពិធីជប់លៀងល្ងាចនេះនឹងមានមនុស្សមកពីប្រទេសហ៊ីណែនមកចូលរួមផងដែរអ្នកអង្គម្ចាស់រកអ្នកនាងក៏ដោយសារតែរឿងមួយនេះដែរសូមអ្នកនាងទៅជួបគាត់នៅក្នុងការិយាល័យរបស់គាត់ផងខ្ញុំពិតជាភ័យយ៉ាងមិនដឹងទេនេះតាំងតែពីថ្ងៃដែលចារកម្មត្រូវបានចាប់ខ្លួននោះគាត់មិនដែលមកបន្ទប់ខ្ញុំទេថ្ងៃនេះជាលើកទី1ហើយដែលពួកខ្ញុំបានជួបមកគ្នាតាំងតែពីយប់មួយនោះមកតែខ្ញុំក៏ឆ្ងល់ថាហេតុអីបានជាគាត់ផ្ដល់ឲ្យខ្ញុំនូវគ្រឿងអលង្ការនិងសម្លៀកបំពាក់ស្អាតឬមួយក៏គាត់កំពុងតែមានផែនការអ្វីអ្នកអង្គម្ចាស់ខ្ញុំបានឮថាអ្នកអង្គម្ចាស់គឺរកខ្ញុំបន្ទាប់ហើយអេឡូវីសក៏បានឃើញរូបគំនូររបស់ព្រះនាងកាត្រីណាដែលត្រូវជាបងប្អូនជីដូនមួយរបស់ព្រះនាងទាំងគំនូរមួយនេះគឺត្រូវបានផ្ញើមកពីប្រទេសហ៊ីណែលទើបតែផ្ញើមកដល់បាញ់មីនេះពួកគេបាននិយាយថាទាំងគំនូរនេះត្រូវបានផ្ញើមកជិះអស់ពី3 ខែហើយតាមការពិតទៅប្រទេសហ៊ីណែលមានបំណងបញ្ជូនកូនក្រមុំជំនួសមកឲ្យខ្ញុំទើបពួកគេបានបញ្ជូនទាំងគំនូរពិតនេះមកក្រោយកូនក្រមុំទៅវិញតើនាងគិតថាមនុស្សស្រីនៅក្នុងរូបគំនូរនេះជាអ្នកណាដែរវាជាការរៀបអាពាហ៍ពិពាហ៍ដើម្បីធ្វើការចងសម្ព័ន្ធភាព
ពនាម្ចាស់នៃប្រទេសហ៊ីណាគួរតែត្រូវបានរៀបអភិសេកជាមួយនឹងព្រះអង្គម្ចាស់របស់ប្រទេសបឺកមិនមែនត្រៀបអាពាហ៍ពិពាហ៍ជាមួយនឹងអ្នកអង្គម្ចាស់ទ្រីស្តង់ទេដូច្នេះយើងគួរតែបញ្ជូនកូនក្រមុំចំនួនទៅអញ្ចឹងគឺវាល្អហើយខ្ញុំប្រាប់ម្ចាស់បងទៅចោះចាប់តាំងពីអាពាហ៍ពិពាហ៍ត្រូវតែប្រពឡើងដោយខានមិនបាននេះវាគឺជាឱកាសដែលនាងនឹងទៅជួយប្រទេសហ៊ីណាបានខ្ញុំបញ្ជាឲ្យនាងស្វែងរកចំណុចខ្សោយរបស់អ្នកអង្គម្ចាស់ទ្រីស្តង់ហើយត្រូវតែរកឲ្យឃើញថាគាត់គឺមិនស័ក្តិសមសម្រាប់ការរៀបអាពាហ៍ពិពាហ៍ទេបន្ទាប់ហើយយើងនឹងអាចផ្ដាច់ពាក្យជាមួយនឹងគេបានគ្រប់យ៉ាងនាងត្រូវធ្វើដើម្បីហ៊ីណាឬដែរទេម្ចាស់បងនាងគឺជាមនុស្សស្រីដែលស្ថិតនៅក្នុងខ្សែរាជវង្សនាងមានឈ្មោះក្រៅថាកុលាបក្រហមរបស់ហ៊ីណានាងគឺពិតជាមានរូបសម្រស់ស្រស់ស្អាតដាច់គេគ្រប់គ្នាបានស្គាល់នាងថាជាព្រះនាងនៃប្រទេសហ៊ីណានៅពេលនោះផងដែរអ្នកអង្គម្ចាស់ទីស្តង់បានគិតថាបើគុំតែព្រះមេដារបស់ព្រះនាងអេឡូវីមានទោសរហាជីវិតទេគុំអីព្រះនាងទី1នៃប្រទេសហ៊ីណាមិនមែនជាព្រះនាងកាត្រីណាឡើយគឺជាព្រះនាងអេឡូវីទៅវិញទេនាងក៏ប្រហែលទទួលនៅសេចក្តីឈឺចាប់ហើយនឹងការលំបាករហូតក៏ទៅនាងភ្លេចថាខ្លួននាងក៏ជាព្រះនាងម្នាក់ដែរនេះជាលើកទី1ហើយដែលខ្ញុំបានសម្លឹងមុខនាងចំមើលទៅនាងពិតជាហ្វ្លេកហ្លាំងណាស់នាងមានរូបកាយដ៏តូចហើយនឹងមើលទៅពិតជាទន់ខ្សោយខ្លាំងណាស់មិនដឹងថាព្រះនាងបានរស់នៅយ៉ាងលំបាកប៉ុណ្ណាទេកាលពីអតីតកាលខ្ញុំគិតថាវាជាការប្រសើរបើនាងរស់នៅក្នុងផ្ទះរបស់ខ្ញុំបន្តទៀតព្រោះជីវិតនាងមើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់អ្នកអង្គម្ចាស់បើសិនជាខ្ញុំមិនបញ្ជូននាងត្រឡប់ទៅកាន់ហ៊ីណាវិញហើយទុកនាងនៅក្រោមការមើលថែរបស់ខ្ញុំហេតុអីបានជាគាត់មកចិត្តខ្ញុំបែបនេះតើគាត់ចង់ធ្វើអីហ្នឹងគឺខ្ញុំចង់ប្រាប់នាងថាខ្ញុំនៅឲ្យរង្វាន់នាងដែលនាងអាចទាត់ចារកម្មឃើញគឺខ្ញុំនឹងបង្រៀននាងឲ្យចេះសរសេរហើយនឹងអានថាម៉េចហេតុអីបានជាដឹងថាខ្ញុំនេះអត់ចេះអានចេះសរសេរគឺចាប់តាំងពីនាងមកដល់ហ៊ីណានេះខ្ញុំក៏បានស៊ើបពីប្រវត្តិរបស់នាងអស់ទៅហើយអរគុណណាស់អ្នកអង្គម្ចាស់ខ្ញុំសន្យាថាខ្ញុំនឹងធ្វើឲ្យបានល្អបំផុតបន្ទាប់ហើយអ្នកអង្គម្ចាស់ទីស្តង់ក៏ចាប់ផ្ដើមបង្រៀនព្រះនាងអេឡូវីឲ្យចេះសរសេរហើយនឹងអានអក្សរឃើញថាព្រះនាងពិតជាមានការខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីរៀនអក្សរឲ្យចេះអ្នកនាងអេឡូវីអូលោកអ៊ីវ៉ាន់តាមមានការអីដែរតើអ្នកនាងត្រឡប់មកពីសិក្សាវិញហើយមកឲ្យខ្ញុំជួយកាន់សិភៅឲ្យអ្នកនាងមិនអីទេខ្ញុំពេញចិត្តនៅក្នុងការកាន់សិភៅទាំងអស់នេះខ្ញុំមើលទៅអ្នកនាងថ្ងៃនេះដូចជាមានកិច្ចការផ្ទះច្រើនណាស់អស់រយៈពេល1ខែហើយតាំងតែពីខ្ញុំចាប់ផ្ដើមរៀនអក្សរជាមួយនឹងអ្នកអង្គម្ចាស់ទីស្តង់គាត់ក៏ជាមនុស្សតែម្នាក់គត់ដែលយល់ពីខ្ញុំហើយនឹងដឹងពីស្ថានភាពរបស់ខ្ញុំច្បាស់តើអ្នកនាងកំពុងតែសរសេរទាំងភ្លេចខ្លួនមែនទេលោកកំពុងតែធ្វើឲ្យខ្ញុំភ្ញាក់អស់ព្រលឹងហើយណាអូតើខ្ញុំធ្វើឲ្យអ្នកនាងភ្ញាក់មែនទេតាំងសម្រួលទៅថាអ្នកនាងថ្ងៃនេះអ្នកអង្គម្ចាស់មកយឺតបន្តិចទៅផ្ដាំផ្ញើខ្ញុំឲ្យមើលអ្នកនាងចំនួនថាម៉េចតើមានរឿងអីទៀតហើយគ្មានអីចម្លែកទេតើអ្នកនាងដែលគាត់យឺតបែបនេះដោយសារតែគាត់មានជំងឺដេកលក់អញ្ចឹងហើយទៅក្រោបយឺតជារឿងធម្មតាតែប៉ុណ្ណោះមកទៅខ្ញុំពិតជាបារម្ភពីគាត់ណាស់ហើយខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់អាយ៉ាបន្ទប់របស់ខ្ញុំនឹងមានភ្លើងព្រឹកមួយក៏នាងមិនតន់ទៅវិញទៀតនៅពេលដែលគាត់បានបើកទ្វារចូលទៅដល់ឃើញថាព្រះនាងអេឡូវីគឺកំពុងតែគេងលក់នៅលើតុអ្នកអង្គម្ចាស់ក៏បានយកដៃស្ទាបក្បាលរបស់ព្រះនាងហើយក៏បានបីព្រះនាងឲ្យទៅគេងសម្រាកនៅលើគ្រែគាត់ក៏បានសម្លឹងមើលមុខព្រះនាងអេឡូវីហើយក៏បានឃើញកូនសម្បត្តិតូចមួយដែលព្រះនាងទៅតែរៀនសរសេរនៅលើតុនៅក្នុងសម្បត្តិនោះបានសរសេរពីការបារម្ភចំពោះអ្នកអង្គម្ចាស់ទ្រីស្តង់គាត់ក៏បានញញឹមហើយនិយាយថាមើលទៅមិនមានសរសេរខុសមួយតួអក្សរទេមើលទៅនាងពិតជាធ្វើបានល្អណាស់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះគាត់ក៏បានឡើងទៅសម្រាកនៅលើគ្រែហើយមិនត្រឹមតែប៉ុណ្្នឹងទេបានចេញអោបអេឡូវីទៀតផងចំណែកឯខាងព្រះរាជវាំងព្រះអង្គម្ចាស់រីឆាតទី3ក៏កំពុងតែមានគម្រោងការចំពោះអ្នកអង្គម្ចាស់ទ្រីស្តង់បន្តគាត់បានបញ្ជាឲ្យស្រីស្នេហ៍របស់គាត់ដែលមានឈ្មោះថានាងមេឡាដើម្បីនាំយកនៅអំណោយយកទៅផ្ញើបងប្អូនជីដូនមួយរបស់ព្រះអង្គគឺអ្នកអង្គម្ចាស់ទ្រីស្តង់កុំបារម្ភអីណាព្រះអង្គម្ចាស់ខ្ញុំនឹងមិនធ្វើឲ្យព្រះអង្គម្ចាស់ខកបំណងទេខ្ញុំមានអារម្មណ៍ថាត្រជាក់ខ្លាំងណាស់រៀងរាល់ពេលព្រលឹមពេលដែលខ្ញុំបើកភ្នែកឡើងមនុស្សដែលខ្ញុំបានឃើញមុនគេគឺអ្នកអង្គម្ចាស់ទ្រីស្តង់ហើយខ្ញុំក៏បាននៅក្នុងរង្វង់ដៃរបស់គាត់ជារៀងរាល់ថ្ងៃយប់មិញប្រហែលជាខ្ញុំរងចាំអ្នកអង្គម្ចាស់រហូតតតែគេងលក់ហើយមើលតែគាត់គេងលក់ស្រួលណាស់ព្រឹកមួយក៏គាត់បានញ៉ាំតែសម្រួលដល់ការគេងលក់ខ្ញុំគួរតែគេងបន្តិចទៀតសិនខ្ញុំមានអារម្មណ៍ថាកក់ក្ដៅយ៉ាងខ្លាំងនិយាយអញ្ចឹងខ្ញុំឆ្ងល់ថាពេលព្រឹកព្រលឹមហេតុអីក៏មិនឃើញគាត់គោរពទង់ជាតិអញ្ចឹងពេលដែលខ្ញុំមកពីហ៊ីណាគេបានបង្រៀនខ្ញុំថាមនុស្សប្រុសដែលមានសុខភាពល្អតែងតែឡើងគោរពទង់ជាតិនៅពេលចិត្តភ្លឺចំណែកឯអ្នកអង្គម្ចាស់ក៏ជាបរិបទដូចគ្នា
ជាធម្មជាតិត្រូវតែគ្រប់ទង់ជាតិតែខ្ញុំគិតថាគឺធំខ្លាំងណាស់មើលទៅអ្នកអង្គម្ចាស់ពិតជាមិនធម្មតាមែនអ្នកអង្គម្ចាស់ឆាប់ក្រោបឡើងកំនៅដេកបន្តអីយើងមិនលេងជាមួយនឹងគ្នាតើនាងធ្វើអីនឹងពេលនេះព្រឹកព្រលឹមខ្លាំងណាស់តើនាងចង់លេងអ្វីជាមួយនឹងខ្ញុំពួកយើងទាំងពីរអ្នកនៅលើគ្រែតើមានរឿងអីត្រូវលេងក្រៅពីរឿងមួយនោះទៅហេតុអីបានជាថ្ងៃនេះអេឡូវីនីចម្លែកខ្លាំងម្ល៉េះអោបខ្ញុំមកណាអ្នកអង្គម្ចាស់នៅពេលនេះតើខ្ញុំកំពុងតែយល់សប្តិឬមួយក៏ជារឿងពិតអ្នកអង្គម្ចាស់ខ្ញុំស្រឡាញ់អ្នកអង្គម្ចាស់ខ្លាំងណាស់ព្រះអើយតើខ្ញុំកំពុងតែយល់សប្តិឈួតអីហ្នឹងឆាប់ភ្ញាក់ឡើងភ្លាមទៅខ្ញុំមិនចង់ត្រឡប់ទៅកាន់ហ៊ីណែតវិញទេខ្ញុំចង់រស់នៅក្បែរអ្នកអង្គម្ចាស់ប៉ុន្តែនេះប្រហែលជាមិនអាចទៅរួចទេដោយសារព្រះអង្គម្ចាស់ប្រហែលជាមិនត្រូវការខ្ញុំឡើយអូព្រះអើយនេះគ្រាន់តែជាការយល់សប្តិតែប៉ុណ្ណោះអាយ៉ាហេតុអីបានជាគាត់ភ្ញាក់ពីព្រលឹមខ្លាំងម្ល៉េះមើលទៅអ្នកអង្គម្ចាស់ដូចជាមុខក្រៀមមិនដឹងទេឬមួយក៏អ្នកអង្គម្ចាស់ខឹងខ្ញុំដែលខ្ញុំបានប៉ះរបស់អ្នកអង្គម្ចាស់ដោយគ្មានការអនុញ្ញាតប៉ុន្តែពួកយើងបាននៅជាមួយនឹងគ្នាមួយខែហើយមិនគួរខឹងជាមួយនឹងរឿងអញ្ចឹងទេប៉ុន្តែខ្ញុំឆ្ងល់ថាពួកយើងនៅបន្ទប់ជាមួយនឹងគ្នាមួយខែហើយគាត់ដូចជាគ្មានអារម្មណ៍អីសោះឬមួយខ្ញុំមិនមែនជាប្រភេទតែគាត់ចូលចិត្តបន្ទាប់ហើយមនុស្សស្រីដែលមានឈ្មោះថាបេឡាដែលត្រូវបញ្ជូនមកតាមរយៈព្រះអង្គម្ចាស់រីឆាតក៏បានមកដល់ផ្ទះរបស់អ្នកអង្គម្ចាស់ទ្រីស្តង់តើនាងជាអ្នកណានឹងតើជាមនុស្សដែលនៅក្នុងផ្ទះរបស់អ្នកអង្គម្ចាស់ឬនាងឲ្យខ្ញុំសុំសួរបន្តិចមើលដោយសារតែខ្ញុំវង្វេងផ្លូវខ្ញុំមកទីនេះតាមបញ្ជារបស់ព្រះអង្គម្ចាស់រីឆាតដើម្បីឲ្យមកផ្ទះរបស់អ្នកអង្គម្ចាស់ទ្រីស្តង់តើនាងអាចជួយប្រាប់ផ្លូវខ្ញុំបានទេតើខ្ញុំអាចសួរបានថាពេលនេះអ្នកអង្គម្ចាស់ទ្រីស្តង់នៅឯណាខ្ញុំចង់ជួបគាត់ចំណែកឯអ្នកអង្គម្ចាស់ទ្រីស្តង់ពេលនេះគឺកំពុងតែធ្វើការនៅក្នុងការិយាល័យរបស់ព្រះអង្គទោះបីជាយប់មិញនេះជាសុបិនក៏ដោយប៉ុន្តែខ្ញុំពិតជាស្រឡាញ់នាងខ្លាំងណាស់អេឡូវីពីព្រោះបេះដូងរបស់ខ្ញុំបានលោតយ៉ាងញាប់ខ្ញុំមិនចង់ឲ្យនាងត្រឡប់ទៅកាន់ហ៊ីណែតវិញទេខ្ញុំចង់ឲ្យនាងនៅក្បែរខ្លួនរបស់ខ្ញុំរហូតពួកគេបាននិយាយថាក្តីសុបិនគឺជាការចង់បាននៃពិភពពិតប្រាកដរបស់យើងឬមួយខ្ញុំពេលនេះពិតជាស្រឡាញ់នាងហើយចំណែកឯពាក្យសម្ដីរបស់អេឡូវីនៅក្នុងសុបិននោះអាចជាអ្វីដែលនាងចង់បានទេដឹងដូច្នេះខ្ញុំទៅធ្វើការសម្រេចចិត្តឲ្យបានល្អឯងមិនចង់ឲ្យនាងត្រឡប់ទៅវិញទេឬមួយឯងភ្លេចហើយថាមនុស្សដែលនៅក្បែរខ្លួនឯងចុងក្រោយមិនតែមានលទ្ធផលល្អទេសួស្តីអ្នកអង្គម្ចាស់ខ្ញុំមិននឹកស្មានថាបានជួបអ្នកអង្គម្ចាស់នៅទឹកមុខបែបនេះសោះសំឡេងនេះជាអ្នកណាខានជួបគ្នាយូរហើយអ្នកអង្គម្ចាស់ទ្រីស្តង់ចំណែកឯព្រះនាងអេឡូវីនេះវិញតែដែលបាននាំគេចូលទៅក្នុងការិយាល័យរបស់អ្នកអង្គម្ចាស់ហើយបែរជានៅខាងក្រៅឈរមិនសុខតតែសោះអ្នកណាទ្រាំបានឃើញស្រីដើរចូលកន្លែងដែលមនុស្សដែលខ្លួនស្រឡាញ់បែបនេះបន្ទាប់ហើយលោកលវែលនោះក៏បានមកដល់ទៀតហើយសួរថាកំពុងតែបួចមើលអីនៅក្នុងទ្វារនេះអូមនុស្សស្រីដ៏គួរឲ្យតាក់ទាញហើយមានសក់ក្រហមនិងភ្នែកពណ៌ក្រហមតើជាអ្នកណាទៅណោះមនុស្សដែលត្រូវបញ្ជាឲ្យមកជួបអ្នកអង្គម្ចាស់ទ្រីស្តង់ហើយមកពីរាជវាំងទីនោះគ្មានអ្នកណាទេគឺមានតែម្នាក់នឹងហើយតើលោកនិយាយមកតើគេជាអ្នកណាប្រាប់ខ្ញុំមកគឺជាស្នំឯករបស់ព្រះអង្គម្ចាស់រីឆាតទី3ហើយនាងក៏ជាមនុស្សស្រីដែលមានជំនាញខាងថ្នាំពុលផងដែរនាងមានឈ្មោះថាបេឡាដូណាខ្ញុំមិននឹកស្មានថាអ្នកអង្គម្ចាស់ទទួលខ្ញុំទៅបែបនេះសោះមិនជួយខ្ញុំញ៉ាំតែទេឲ្យខ្ញុំសុំទោសផងនៅផ្ទះរបស់ខ្ញុំគឺមិនសល់ទឹកតែសម្រាប់នាងទេអាយ៉ាមើលទៅលោកហាក់បីដូចជាមិនផ្លាស់ប្ដូរទៅតែសោះតាមនាងមានរឿងអ្វីចង់និយាយឆាប់និយាយមកខ្ញុំបានឮសូរថាលោកទៅតែបណ្ដេញអ្នកបម្រើស្រីដែលធ្លាប់បម្រើលោកនៅពេលយប់ខ្ញុំបានឮថាលោកបានបណ្ដេញនាងដោយសារតែលោកមិនមានអ្នកនិយាយជាមួយហើយនៅពេលនេះផងដែរលោកគឺជាបងជីដូនមួយរបស់ព្រះអង្គដូច្នេះព្រះអង្គបានឲ្យខ្ញុំមកនិយាយជាមួយលោកដើម្បីកុំឲ្យលោកអត់សក់នៅពេលនោះអ្នកអង្គម្ចាស់ទ្រីស្តង់បានគិតថាឬមួយក៏ព្រះអង្គម្ចាស់រីឆាតបញ្ជូននាងឲ្យមកធ្វើការខ្ញុំដូច្នេះខ្ញុំត្រូវតែនិយាយហេតុផលមិនឲ្យនាងស្នាក់នៅផ្ទះរបស់ខ្ញុំបានទេអេដមីនសូមបន្ថែមត្រង់ចំណុចនេះបន្តិចហេតុអីបានជាព្រះអង្គម្ចាស់រីឆាតប្រយ័ត្នជាមួយនឹងអ្នកអង្គម្ចាស់ទ្រីស្តង់ដោយសារតែអ្នកអង្គម្ចាស់ទ្រីស្តង់នឹងគាត់មានអំណាចខាងផ្នែកយោធាដូច្នេះព្រះអង្គម្ចាស់រីឆាតគឺខ្លាចថាថ្ងៃណាមួយអ្នកអង្គម្ចាស់ទ្រីស្តង់នឹងដណ្ដើមយករាជសម្បត្តិពីព្រះអង្គវិញហេតុនេះហើយទើបមានការចាត់ចារកម្មឲ្យមកស៊ើបនៅក្នុងផ្ទះរបស់អ្នកអង្គម្ចាស់ទ្រីស្តង់ម្ដងហើយម្ដងទៀតសូម្បីតែស្នំឯងក៏បញ្ជូនមកដែរបន្ទាប់ហើយអ្នកអង្គម្ចាស់ទ្រីស្តង់បាននិយាយថានាងមិនអាចស្នាក់នៅក្នុងផ្ទះនេះបានទេនាងកុំភ្លេចថាពេលនេះខ្ញុំមានកូនក្រមុំជំនួសរបស់ខ្ញុំហើយសូមនាងផ្ដាំទៅប្រាប់ព្រះអង្គម្ចាស់រីឆាតផងអរគុណសម្រាប់ការយកចិត្តទុកដាក់របស់ព្រះអង្គតែបើសិនជាអ្នកនាងចង់ស្នាក់នៅនោះអាចបន្តនៅលេងតែ2-3ថ្ងៃតែប៉ុណ្ណោះសូមអញ្ជើញត្រឡប់ទៅវិញចុះមើលទៅគេហ៊ានប្រឆាំងជាមួយនឹងខ្ញុំផងខ្ញុំនឹងធ្វើឲ្យគេស្គាល់ថ្នាំខ្លាំងម្ដងថ្ងៃនេះពិតជាមានភាពរញ៉េរញ៉ៃមែនចុះពេលនេះអ្នកនាងបេឡានាងទៅណាហើយគឺនាងបានបដូរទៅស្នាក់នៅឯអគារ NX ហើយបើសិនជាមានការផ្លាស់ប្ដូរអ្វីខ្ញុំនឹងរាយការណ៍ប្រាប់អ្នកអង្គម្ចាស់ភ្លាម
អាគារអានិចគឺឆ្ងាយពីកន្លែងដែលខ្ញុំស្នាក់នៅណាវាក៏អាចជួយផ្ដល់ភាពសុវត្ថិភាពមកខ្ញុំដែរសង្ឃឹមថានឹងមិនមានរឿងអីកើតឡើងទេមុនពេលដែលនាងចាស់ចេញទៅហេតុអីថ្ងៃនេះខ្ញុំមានអារម្មណ៍ថាបន្ទប់របស់ខ្ញុំទូលាយខ្លាំងម្ល៉េះឬមួយក៏ខ្ញុំនឹកអ្នកយើងអេឡូវីឈប់គិតផ្ដេសផ្ដាស់ទៅឈប់ស្រមើស្រមៃផ្ដេសផ្ដាស់ទៅតែនេះនឹងជួយឲ្យខ្ញុំគេងលក់បន្ទាប់ហើយអ្នកអង្គម្ចាស់ក៏បានចាក់តែមួយពែងហើយក៏បានផឹកតែនោះដើម្បីសម្រួលដល់ការគេងរបស់អ្នកអង្គម្ចាស់ប៉ុន្តែនៅពេលដែលអ្នកអង្គម្ចាស់បានផឹកតែនោះមិនទាន់អស់ពីពែងផងគាត់ក៏ស្រាប់តែមានអារម្មណ៍មិនស្រួលឬមួយក៏នៅក្នុងទឹកតែនេះមានថ្នាំពុលទីបំផុតបេឡានៅតែដាក់ថ្នាំពុលខ្ញុំបានដដែលអូតែខ្ញុំធ្វើស្អីអញ្ចឹងខ្ញុំបានភ្លេចសិភៅនៅក្នុងបន្ទប់របស់អ្នកអង្គម្ចាស់នេះក៏ប្រហែលពីវត្តមានរបស់មនុស្សស្រីឈ្មោះបេឡានោះហើយដែលធ្វើឲ្យអារម្មណ៍ខ្ញុំរវើរវាយបែបនេះអូមើលទៅអ្នកអង្គម្ចាស់ដូចជាមិនទាន់គេងលក់ទេអ្នកអង្គម្ចាស់ខ្ញុំសុំចូលតែមួយផ្លែទេអ្នកអង្គម្ចាស់តើអ្នកអង្គម្ចាស់មានរឿងអីហ្នឹងនៅពេលនោះអ្នកអង្គម្ចាស់ក៏បានចាប់ព្រះនាងអេឡូវីថើបដោយសារតែអំណាចនៃថ្នាំដែលនៅក្នុងទឹកតែនោះបានធ្វើឲ្យអ្នកអង្គម្ចាស់មានអារម្មណ៍ថាក្តៅក្នុងខ្លួនជាខ្លាំងអ្នកអង្គម្ចាស់តើអ្នកអង្គម្ចាស់កើតអ្វីហេតុអីបានជាខ្ញុំមានអារម្មណ៍ចម្លែកម្ល៉េះតើមានរឿងអីកើតឡើងចំពោះខ្ញុំទៅនៅពេលនោះព្រះនាងអេឡូវីក៏បានឃើញកំតិចពេងតែដែលបានធ្លាក់ចុះនាងក៏បានគិតថាឬមួយក៏មកពីទឹកតែនេះថ្ងៃនេះខ្ញុំមិនបានរៀបចំទឹកតែនេះទេឬមួយក៏មាននរណាម្នាក់លួចដាក់ថ្នាំអ៊ីវ៉ាន់គឺនៅអាគារអេនិចនាងឆាប់រត់ទៅហៅអ៊ីវ៉ាន់មកជួយខ្ញុំឲ្យលឿនមកអ៊ីវ៉ាន់លោកឆាប់ទៅលឿនទៅមានរឿងមិនល្អកើតឡើងហើយអ្នកអង្គម្ចាស់ទៅថ្នាំពុលនៅក្នុងបន្ទប់គេហើយមើលទៅប្រហែលជាថ្នាំធ្វើទុកហើយមែនទេតើនាងជាអ្នកធ្វើមែនទេតើថ្នាំនេះជាថ្នាំអ្វីតើលោកកំពុងតែចង់ធ្វើបាបខ្ញុំមែនទេទាំងដែលការដាក់ថ្នាំនេះគឺជាបញ្ជារបស់ព្រះអង្គម្ចាស់រីឆាតអ្នកអង្គម្ចាស់ទីស្តង់ក៏ត្រូវជាខ្សែស្រឡាយរីជវង្សដែរបើសិនអ្នកណាហ៊ានធ្វើបាបស្មើនឹងក្បត់ឯងគ្រាន់តែជាមនុស្សលើក្រមបង្គាប់ដ៏តូចតាចតែប៉ុណ្ណោះកុំធ្វើខ្លួនក្អេងក្អាងពេកត្រូវហើយនាងនិយាយត្រូវនេះគឺជាបញ្ជារបស់ស្ដេចដូច្នេះគ្មាននរណាអាចធ្វើបាបនាងបានទេខ្ញុំត្រូវតែរកវិធីដើម្បីជួយអ្នកអង្គម្ចាស់ដោយរបៀបផ្សេងបន្ទាប់ហើយព្រះនាងអេឡូវីក៏បាននិយាយថាអ៊ីវ៉ាន់ឲ្យខ្ញុំសុំពេលវេលានិយាយជាមួយអ្នកនាងបេឡាបន្តិចតើបានដែរទេអ្នកនាងប៉ុន្តែបើសិនជាអ្នកនាងនៅតែម្នាក់ឯងអាចនឹងមានគ្រោះថ្នាក់ណាមិនអីទេទុកចិត្តខ្ញុំចោះខ្ញុំជួបនាងតែមួយផ្លែកទេអាយ៉ាមើលទៅស្រីម្នាក់នេះគ្រាន់តែជាកូនកំមុំចំនួនប៉ុន្តែមើលទៅនាងហាក់បីដូចជាក្លាហានម្ល៉េះមុនដំបូងខ្ញុំគិតថានាងគ្រាន់តែជាស្រីបម្រើអន្តាឲ្យខ្ញុំសុំសួរនាងតាមត្រង់បានទេតើនាងបានដាក់ថ្នាំអ្វីទៅអ្នកអង្គម្ចាស់តើថ្នាំនេះដោយថ្នាំដែលអ្នកអង្គម្ចាស់រីឆាតតែងតែយកមកដាក់ឲ្យអ្នកអង្គម្ចាស់ទ្រីស្តង់រាល់ដងដែរទេនៅពេលនោះអ្នកនាងបេឡានិយាយថាវាស្រដៀងនឹងលើកមុនដែរតែលើកនេះវារៀងពិសេសជាងលើកមុនបន្តិចព្រោះបើយប់នេះមិនមានការជួយអ្នកអង្គម្ចាស់បានទាន់ពេលវេលាទេគាត់នឹងដាច់សរសៃឈាមស្លាប់ខ្ញុំប្រាប់នាងចោះនាងត្រូវតែចេះប្រយ័ត្នពីព្រោះមនុស្សដែលចង់ប្រឆាំងនឹងព្រះអង្គម្ចាស់រីឆាតនឹងមិនមានលទ្ធផលល្អទេតើនាងអាចប្រឆាំងនឹងបញ្ជារបស់អធិរាជដោយរបៀបណានាងគឺពិតជាស្រីល្ងងខ្លាំងណាស់នាងនិយាយដូចជានាងបានដឹងពីទំនាក់ទំនងរបស់ខ្ញុំហើយនឹងអ្នកអង្គម្ចាស់ទីស្តង់ឬមួយក៏មានចារកម្មផ្សេងទៀតនៅក្នុងផ្ទះរបស់អ្នកអង្គម្ចាស់ប៉ុន្តែនាងនៅតែមានឱកាសអាចជួយអ្នកអង្គម្ចាស់បានដដែលគឺជួយឲ្យបានមុនពេលដែលអ្នកអង្គម្ចាស់ចិត្តដាច់ខ្យល់ក្តៅណាស់ខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំក្តៅដូចជាភ្លើងឆេះអញ្ចឹងវាហាក់បីដូចជាមានភ្លើងឆេះចេញពីខាងក្នុងខ្លួនរបស់ខ្ញុំអញ្ចឹងអ្នកអង្គម្ចាស់នៅក្នុងយប់នេះខ្ញុំនឹងជួយអ្នកអង្គម្ចាស់ឲ្យរួចផុតសំណាងល្អហើយនេះមិនមែនជាថ្នាំពុលវាគ្រាន់តែជាថ្នាំកម្រើខ្លាំងតែប៉ុណ្ណោះអេឡូវីកុំមកចិត្តខ្ញុំអីប្រយ័ត្នមានគ្រោះថ្នាក់នាងបានឲ្យគាត់ផឹកទឹកភ្នែកទេពមច្ឆាឲ្យខ្ញុំសួរនាងតាមត្រង់ចោះតើបំណងរបស់ព្រះអង្គម្ចាស់រីឆាតគឺជាបំណងរបស់ព្រះអង្គម្ចាស់រីឆាតគឺដោយសារតែអ្នកអង្គម្ចាស់ទ្រីស្តង់គឺជានរណាំងនៃការកាន់អំណាចរបស់គាត់ដូច្នេះព្រះអង្គរីឆាតមិនឲ្យអ្នកអង្គម្ចាស់ទ្រីស្តង់មានកូនជាដាច់ខាតមិនថាមានរឿងអ្វីទេពួកយើងទាំងពីរនាក់មិនអាចមានកូនបានជាដាច់ខាតកុំបារម្ភអីណាអោបខ្ញុំឲ្យជាប់មកខ្ញុំនឹងការពារលោកព្រះមេដាតើអ្វីទៅជាស្នេហាគឺជាសេចក្តីប្រាថ្នារបស់មនុស្សពីរនាក់នៅពេលដែលកូនញ៉ាំអាហារឬមួយក៏កូនធ្វើអ្វីមនុស្សដែលកូនតែងតែនឹកឃើញមុនគេនោះហើយគឺជាស្នេហារបស់កូនហើយក៏ជាមនុស្សដែលរីករាយជាមួយនឹងយើងកើតទុកជាមួយនឹងយើងឈឺជាមួយនឹងយើងនេះហើយជាស្នេហាអូព្រះអង្គម្ចាស់តើមានរឿងអីកើតឡើងចំពោះយើងទាំងពីរនាក់ទៅតើស្រីម្នាក់នោះជាអ្នកណាហេតុអីបានជាគេស្និទ្ធស្នាលជាមួយព្រះបិតារបស់ខ្ញុំម្ល៉េះអែលហេតុអីបានជាបុតមកទីនេះធ្វើអីប៉ុន្តែសេចក្តីស្រឡាញ់មិនមែនជាអ្វីដែលថិតថេររហូតទេណាបុតអែលខ្ញុំពិតជាស្រឡាញ់ព្រះនាងណាស់ប៉ុន្តែខ្ញុំគ្មានជំរើសទេខ្ញុំត្រូវតែបញ្ជូននាងយកទៅឲ្យអ្នកអង្គម្ចាស់ទ្រីស្តង់នៅពេលនេះអែលនាងត្រូវរងចាំខ្ញុំ
រងចាំថ្ងៃដែលពួកយើងបានជួបគ្នាម្ដងទៀតនៅពេលនោះពួកយើងទាំងពីរនឹងមិនបរាជ័យទៀតទេតើមានអីខុសគ្នាទៅស្រឡាញ់ហើយមិនហ៊ានការពារចាអញ្ចឹងព្រះនាងអេឡូវីហ្នឹងក៏មានមនុស្សប្រុសដែលស្រឡាញ់ព្រះនាងតាំងតែពីនៅនគររបស់ព្រះនាងមកម្លេះចាំមើលថាតើបរិសម្នាក់ហ្នឹងនឹងមកដណ្ដើមយកព្រះនាងអេឡូវីវិញពីអ្នកអង្គម្ចាស់ទ្រីស្តង់នៅពេលណាអញ្ចឹងប្រិមិត្តទាំងអស់គ្នាកុំភ្លេចរងចាំតាមដានស្ដាប់បន្តទៀតណានៅពេលដែលជីវិតរបស់ខ្ញុំអស់ក្តីសង្ឃឹមនិងមនុស្សគ្រប់គ្នាបោះបង់ខ្ញុំចោលខ្ញុំបានជួបជាមួយនឹងអ្នកអង្គម្ចាស់ទ្រីស្តង់ជាមនុស្សម្នាក់ដែលស្រែកឲ្យខ្ញុំភ្ញាក់ខ្លួនឡើងឈប់ចង់សម្លាប់ខ្លួនទៀតហើយក៏ជាមនុស្សដែលបង្រៀនខ្ញុំឲ្យចេះសរសេរអក្សរនិងផ្ដល់ឱកាសសម្រាប់ខ្ញុំជាច្រើនពេលខ្លះខ្ញុំពិតជាឆ្ងល់ណាស់ថាតើអារម្មណ៍ដែលខ្ញុំមានចំពោះអ្នកអង្គម្ចាស់ជាអារម្មណ៍អ្វីឲ្យពិតប្រាកដទៅខ្ញុំដឹងខ្លួនច្បាស់ថាបើទោះបីជាខ្ញុំធ្វើល្អដាក់អ្នកអង្គម្ចាស់ទ្រីស្តង់កម្រិតណាក៏នៅថ្ងៃណាមួយអ្នកអង្គម្ចាស់ទ្រីស្តង់គង់តែត្រូវរៀបការជាមួយនឹងប្អូនស្រីរបស់ខ្ញុំព្រះនាងកាទ្រីណាហើយនៅពេលដែលខ្ញុំត្រូវត្រឡប់ទៅប្រទេសហ៊ីណែតវិញប្រហែលជាខ្ញុំគ្មានថ្ងៃបានជួបគាត់ម្ដងទៀតទេប៉ុន្តែខ្ញុំក៏ចង់រក្សានៅការចងចាំក្នុងចិត្តរបស់គាត់ដែរខ្ញុំស្រឡាញ់លោកអ្នកអង្គម្ចាស់ខ្ញុំមិនចង់ត្រឡប់ទៅប្រទេសហ៊ីណែតវិញទេខ្ញុំចង់រស់នៅក្បែរអ្នកអង្គម្ចាស់ប៉ុន្តែអ្វីដែលខ្ញុំកំពុងចង់បាននេះប្រហែលវាលើសលប់ពេកសម្រាប់អ្នកអង្គម្ចាស់ពីព្រោះអ្នកអង្គម្ចាស់មិនដែលចង់មាននរណាម្នាក់ចូលទៅក្នុងបេះដូងរបស់អ្នកអង្គម្ចាស់ឡើយនេះគឺជាអ្វីដែលខ្ញុំចង់និយាយប្រាប់អ្នកអង្គម្ចាស់តើឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅខ្ញុំមានអារម្មណ៍ថានាងកំពុងតែឈឺចាប់ខ្លាំងណាស់ខ្ញុំគួរតែហៅនាងបេឡានោះមកឲ្យលឿនដើម្បីឲ្យនាងឲ្យថ្នាំអន្សាបមកខ្ញុំវិញមិនអីទេអ្នកអង្គម្ចាស់ទោះបីជាយ៉ាងណាក៏ខ្ញុំមិនអាចមានកូនបានដែរព្រោះខ្ញុំបានផឹកទឹកភ្នែកទេពមច្ឆាហើយវាមិនមែនរឿងមានកូននោះទេអ្វីដែលសំខាន់ខ្ញុំមិនចង់ឲ្យនាងពាក់ព័ន្ធជាមួយនឹងវាសនាដ៏អាក្រក់របស់ខ្ញុំឡើយសូមនាងចាក់ចេញពីខ្ញុំទៅអត់ទេមុននឹងខ្ញុំឈានជើងមកដល់ទីនេះខ្ញុំបានសម្រេចចិត្តហើយគឺខ្ញុំនឹងនៅក្បែរអ្នកអង្គម្ចាស់វាគឺជាការសម្រេចចិត្តរបស់ខ្ញុំចង់នៅក្បែរអ្នកអង្គម្ចាស់មិនថាខ្ញុំត្រូវលះបង់ប៉ុណ្ណាទេអែលនាងអាចនឹងស្ដាយក្រោយណាទេខ្ញុំនឹងមិនស្ដាយក្រោយជាដាច់ខាតរឿងអ្នកជំនួសកូនក្រមុំក៏ដល់ពេលវេលាត្រូវបញ្ចប់សូមអរគុណសម្រាប់ការតាមដានទស្សនានិងសូមរងចាំទស្សនានៅភាគបន្តទៀតណាហើយបើមិនអញ្ចឹងទេអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ចុច Like ទៅដល់ Admin ផងណាអរគុណ